នឹងមួយនេះល្អមែនតើសំខាន់មែនតើបងប្អូនដំណឹងនេះគឺជាដំណឹងផ្ទៃក្នុងរបស់ប្រទេសសៀមបងប្អូនប្រទេសថៃហ្នឹងគឺប្រជាពលរដ្ឋមានការខឹងសម្បារនិងហួសចិត្តនឹងធានរបស់ខ្លួនបងប្អូនក្រោយទីប្រាប់ប្រជាពលរដ្ឋរបស់ខ្លួនថាអឺគេនឹងបានគ្រប់គ្រងទីតាំងបានរកចូលដីខ្មែរជាច្រើនរយម៉ែត្របងប្អូនប៉ុន្តែជាក់ស្ដែងនៅថ្ងៃនេះគឺបែកធ្លាយវីដេអូបងប្អូនបែកធ្លាយវីដេអូឃើញបែកធ្លាយវីដេអូផ្អើពេញប្រទេសថៃបងប្អូនផ្អើពេញប្រទេសថៃប៉ុន្តែនៅយើងអាចមើលឃើញខ្លះដោយសារតែគេដាក់ VPN មើលបានមើលឃើញបងប្អូនផ្អើពេញប្រទេសថៃដែលឃើញវីរៈកងទ័ពរបស់យើងកាន់អាវុធរបស់ថៃកាន់ខែការពាររបស់ថៃឈោបាញ់នៅក្នុងលេនដ្ឋានរបស់ថៃទប់ទល់នឹងនឹងវាបងប្អូនទប់ទល់នឹងវាហើយប្រជាជនប្រជាពលរដ្ឋវាចាប់ដើមឆ្ងល់ថាចំមិនទាហានយើងប្រាប់យើងថាវាយឈ្នះវាយចូលទឹកដីខ្មែរមិនចេះតិចហេតុអីបានបែកធ្លាយវីដេអូនៅថ្ងៃនេះឃើញកងទ័ពខ្មែរគ្រប់គ្រងទាំងលែនដ្ឋានវាប្រើអាវុធវាបាញ់មកវាវិញទៀតបងប្អូនហើយផ្ទុះការវែកញែកខ្លាំងជាច្រើនបងប្អូនបើឃើញវីដេអូហ្នឹងឃើញមានខែលរបស់ថៃមានអាវុធរបស់ថៃហើយឃើញយើងឈរនៅក្នុងលែនដ្ឋានរបស់វាទៀតដល់ចឹងប្រជាពលរដ្ឋវាចាប់ដើមផ្ទុះការវែកញែកចាប់ដើមលែងសូវទុកចិត្តព័ត៌មានមកខាងទាហានវាបងប្អូនចាប់ដើមលែងទុកចិត្តគ្នាណាបងប្អូនធ្លាប់តែធ្វើព័ត៌មានคล้ายៗដើម្បីឲ្យខ្មែរយើងបែកបាក់សាមគ្គីគ្នាពេលនេះយើងក៏បានធ្វើព័ត៌មានคล้ายៗស្អីផងបងប្អូនព័ត៌មានពិតចេញពីខាងវាអ្នកផុសខ្លួនវាបងប្អូនយើងមិនដឹងថាខាងណាអ្នកផុសទេគាត់ថាឃើញជនជាតិថៃគ្នាវាផុសបងប្អូនផុសពីការលេចធ្លាយព័ត៌មានថាខ្មែររបស់យើងបានប្រើអាវុធរបស់វាប្រើលេនដ្ឋានរបស់វាបាញ់តតាំងជាមួយវាបងប្អូននេះគឺបញ្ជាក់ថាកងទ័ពយើងគឺជោគជ័យនៅក្នុងសមរភូមិបងប្អូនដែលមិនត្រឹមតែការពារទេគឺគ្រប់គ្រងបានទាំងលេនដ្ឋានរបស់វាទៀតគឺអស្ចារ្យមែនតើបងប្អូនពេលនេះគឺផ្ទុះការវែកញែកក៏មិនសូវមានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋរបស់វាដូចមុនដែរបងប្អូន